សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពី pronunciation របស់មេរៀនទី4 ចាមុនដំបូងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើលំហាត់មួយនេះសិន How do you pronounce these sounds below អញ្ចឹងតើអ្នកទាំងអស់គ្នាអានសំឡេងខាងក្រោមនេះយ៉ាងដូចម្ដេចអញ្ចឹងទាំងអស់គឺមាន5សំឡេងសូមឲ្យអ្នកទាំងអស់គ្នាសាកល្បងអានសំឡេងទាំងអស់នេះដោយប្រើរយៈពេល2នាទីដូច្នេះសូមស្កប់វីដេអូហើយសាកល្បងអានទាំងអស់គ្នាចា2នាទីកន្លងផុតទៅហើយឥឡូវយើងសាកល្បងអានទាំងអស់គ្នាសំឡេងទី1គេអានថាចសំឡេងទី2គេអានថាឆសំឡេងទី3គេអានថាឬក៏មសំឡេងទី4គេអានថាឬក៏ណសំឡេងចុងក្រោយគេអានថាឬក៏ងអូខេអញ្ចឹងដើម្បីដឹងថាតើសំឡេងទាំងអស់នេះគេហៅថាជាសំឡេងអ្វីសូមអ្នកទាំងអស់គ្នាទៅមើលវីដេអូបន្ទាប់មួយទៀតដែលយើងនឹងនិយាយអំពី pronunciation explanation ហើយខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមនេះនិងអរគុណដល់អ្នកទាំងអស់គ្នា